បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះបងដែរគឺយើងមានតួអង្គចំនួន2ក្នុងការយកមកវិភាគចម្បាំងទៀតហើយគឺយើងមាននៅ Beside Pennywise ជាមួយនឹង Captain America ដែលគាត់កាន់នៅញញួររទះរបស់ Thor ថាតើនរណាជាអ្នកឈ្នះបើសិនជាពួកគេច្បាំងគ្នាមុននឹងធ្វើការវិភាគបកស្រាយគឺយើងនឹងផ្ដោតទៅលើការនិយាយត្រួសពីប្រវត្តិរបស់ពួកគេទាំងពីរជាមុនសិនបាទហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវគឺយើងធ្វើការនិយាយពី Beside It មុនទៅណាពួកវិស័យ IT ហ្នឹងគឺគាត់ជាវិស័យសម័យបុរាណហើយគាត់បានមកពីចក្រវាឡផ្សេងអញ្ចឹងហើយគាត់ក៏បានធ្លាក់មកលើភពផែនដីយើងតាំងពីសម័យបុរាណប្រវត្តិមកម្ល៉េះហើយវិស័យ IT ហ្នឹងគឺគាត់រស់នៅក្នុងដីហើយរហូតបានក្លាយទៅជាទីក្រុងដេរីយើងសពថ្ងៃហើយអ្វីដែលសំខាន់នោះវិស័យហ្នឹងរៀងរាល់25ទៅ30ឆ្នាំគឺគាត់តែងតែឡើងមករកចំណីម្ដងហើយអ្វីដែលគាត់ចូលចិត្តស៊ីហ្នឹងគឺជាក្មេងៗមុននឹងគាត់ស៊ីហ្នឹងគឺគាត់តែងបន្លាចក្មេងៗហ្នឹងឲ្យខ្លាចជាមុនសិនហើយតារាណាសាច់ក្មេងដែលមានភាពភ័យខ្លាចកាន់តែច្រើនគឺសាច់ហ្នឹងកាន់តែឆ្ងាញ់ជាងសាច់ធម្មតាអញ្ចឹងណាបាទអ្នកទាំងអស់គ្នាហើយចំពោះរូបរាងពិតប្រាកដរបស់ Pennywise ហ្នឹងគឺគាត់មិនមែនជារូបរាងផ្លុកដែលយើងឃើញរាល់ដងទេហើយចំពោះរូបរាងពិតរបស់គាត់ហ្នឹងដូចជាបង្ហាញបានពីរ form មានមួយតម្រង់ជា deadline ភ្លើង3គ្រាប់ដែលគាត់តែងទៅពង្រួមមនុស្សហ្នឹងហើយមួយទៀតជាតម្រង់ដូចទៅនឹងពីងពាងដែលយើងបានឃើញដែលថាមានជើងច្រើនមានដៃមានអាវុធរបស់គាត់ណាហើយមួយវិញទៀតPennywise ហ្នឹងគឺគាត់អាចកលាខ្លួនតាណាទៅជានរណាក៏បានដែរហើយអាចស៊ីភាពភ័យខ្លាចដរ៉ែតណាមនុស្សមានភាពភ័យខ្លាចកាន់តែច្រើនគឺគាត់មានធម៌ពលគឺកាន់តែខ្លាំងហើយចំណុចខ្សោយរបស់គាត់បើសិនជាមនុស្សមួយក៏ក្មេងៗជាក់ស្ដែងនៅក្នុងរឿងនេះព្យាយាមបំភ្លេចគាត់ព្យាយាមមិនខ្លាចគាត់អាហ្នឹងគឺធម៌ពលរបស់គាត់គឺកាន់តែចុះខ្សោយទៅតាមនឹងដែរហើយចំពោះការសង្ខេបពីប្រវត្តិរបស់វិស័យ Pennywise គឺខ្ញុំសូមសង្ខេបត្រឹមតែប៉ុណ្្នឹងសិនឥឡូវនេះគឺយើងចូលទៅមើលប្រវត្តិរបស់ Captain America ម្ដងតោះអ្នកទាំងគ្នាដំបូងឡើយ Steve Rogers គឺជាបរិសុទ្ធដែលមានរូបរាងស្គមស្គាំងម្នាក់ហើយដោយសារតែចិត្តចង់បម្រើជាតិគឺគាត់បានដាក់ពាក្យចូលទៅជាទាហានហើយត្រូវបានគេបដិសេធច្រើនដងដោយសារតែរូបរាងរបស់គាត់តូចនិងសុខភាពខ្សោយតែដោយសារគេឃើញភាពក្លាហាននិងសិលធម៌ខ្ពស់គាត់ត្រូវបានគេជ្រើសឲ្យចូលទៅក្នុងគម្រោងក្នុងការពិសោធន៍ដ៏សម្ងាត់ដែលគេឲ្យឈ្មោះថា Project Reborn ដែលជាកន្លែងដែលគេចាក់សេរ៉ូមបង្កើនសមត្ថភាពដែលហៅថា Super Soldier Serum ដោយសេរ៉ូម Super Soldier Serum នេះបានផ្លាស់ប្ដូររាងគាត់ឲ្យក្លាយទៅជាមនុស្សថ្មីម្នាក់ដែលមានកម្លាំងខ្លាំងល្បឿនលឿននិងមានភាពធន់នៃកម្រិតលើសពីមនុស្សធម្មតានិងដោយសារតែ Steel ជាមនុស្សល្អហើយនឹងមានបេះដូងបរិសុទ្ធហើយគាត់ក៏ជាបុគ្គលម្នាក់ដែលមានតម្លៃស័ក្តិសមក្នុងការលើកញញួររបស់ Thor ផងដែរយើងចាក់ស្ដែងនៅក្នុងរឿង Avengers Endgame អញ្ចឹងគឺថា Steel បានលើកញញួររបស់ Thor គឺវាជាមួយនឹង Thanos គឺបានបដូរ Thanos ហ្នឹងឲ្យដួលនៅក្នុងរយៈពេលខ្លីហើយមុននឹង Thanos គាត់ងើបមកតដៃវិញបានណាហ្នឹងហើយចំពោះការលើកឡើងរបស់ខ្ញុំនេះគឺសូមលើកតែប៉ុណ្្នឹងទេហើយឥឡូវនេះតោះយើងធ្វើការវិភាគតែម្ដងទៅថានរណាជាអ្នកឈ្នះរវាង Pennywise ជាមួយនឹង Steve Rogers បាទអ្នកទាំងអស់គ្នាហើយចំពោះការវិភាគហ្នឹងគឺខ្ញុំផ្ដោតទៅលើកម្លាំងភាពតាន់ហើយនឹងសមត្ថភាពបូកជាមួយនឹងធម៌ពលគឺខ្ញុំស្របប៉ុណ្្នឹងហើយមួយវិញទៀតជាមួយនឹង IQ និង Battle IQ របស់គាត់ណាថាតើបើសិនជាច្បាំងគ្នាតើនរណាមានសង្ឃឹមឈ្នះនៅក្នុងចម្បាំងមួយនេះបាទហ្នឹងហើយឥឡូវគឺយើងចាប់ផ្ដើមចូលសាច់រឿងតែម្ដងទៅបាទអ្នកទាំងអស់គ្នាចំពោះកម្លាំងគឺខ្ញុំសូមឲ្យវាទៅកាន់ Steel Rogers ព្រោះថាគឺគាត់អាចទប់បាននៅកណ្ដាប់ដៃរបស់ Thanos បានមួយផ្លែតហើយអាហ្នឹងវានៅក្នុង Infinity War ហើយអ្វីដែល Prime សម្រាប់គាត់នោះគឺនៅក្នុងវា End Game គឺគាត់អាចលើកញញួររបស់ Thor ហើយអ្វីដែលសំខាន់គឺគាត់អាចវាយ Thanos ទៀតដែលជាយៈ Titan ដែលខ្លាំងមួយនៅក្នុងចក្រវាឡណានេះចំពោះផុសតាំងនេះគឺខ្ញុំបានជំរាបជូនអ្នកទាំងអស់គ្នាហ្នឹងនេះចំពោះកម្លាំងរបស់គាត់ណាចំពោះ Pennywise ខ្ញុំគិតថាកម្លាំងរបស់គាត់គឺយើងបានបង្ហាញនៅក្នុងរឿងហ្នឹងគឺថាគាត់អាចធ្វើអ្វីបានទេក្រៅពីប្រយុទ្ធជាមួយនឹងក្មេងៗនិងមនុស្សធម្មតាហើយនឹងចាប់លើកមនុស្សអីចឹងណាអានេះសម្រាប់កម្លាំងរបស់ Pennywise តោះឥឡូវនេះគឺយើងចូលទៅវិភាគរឿងភាពតាន់ម្ដងបើចំពោះភាពតាន់វិញគឺខ្ញុំគិតថា Pennywise គឺគាត់អត់មានភាពតាន់ត្រូវជាខ្លាំងទេព្រោះថាគឺគាត់អាចរងគ្រោះដោយដែកមុតស្រួចឬមួយក៏អាវុធអីផ្សេងពីសំណាក់មនុស្សធម្មតាអញ្ចឹងណាហ្នឹងហើយនេះចំពោះភាពតាន់របស់ Pennywise ហើយអ្វីដែលសំខាន់នោះចំពោះភាពតាន់របស់ Cap វិញគឺខុសគ្នាពី Pennywise ដាច់ហ្មងបាទថ្ងៃនេះអ្នកទាំងអស់គ្នាចំពោះ Captain America វិញអ្នកទាំងអស់គ្នាមើលទៅគឺគាត់ត្រូវបាន Thanos វាផងកាប់ផងទាត់ផងធាក់ផងអញ្ចឹងណាហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺជាខែលរបស់គាត់គឺជាខែល Captain America របស់គាត់នេះគឺគាត់អាចទប់បាននៅការកាប់របស់ Thanos អាចទប់បាននៅញញួររបស់ Thor វាដំទៅលើគាត់មួយក៏អីអញ្ចឹងណាមិនថា Iron Man បាញ់មិនថាអីទេគឺគាត់អាចទប់បានទាំងអស់ហើយចឹងហើយគឺចំពោះភាពតាន់គឺខ្ញុំឲ្យវាទៅកាន់ Captain America ដូចគ្នាបាទថ្ងៃនេះអ្នកទាំងអស់គ្នាចំពោះ Battle IQ ជាមួយនឹង IQ ហើយចំពោះភាពឆ្លាតវៃគឺខ្ញុំគិតថា Pennywise ព្រោះថាគាត់ជាសភាព cosmic ដែលយល់ដឹងពីចក្រវាឡទាំងមូលចំណេះដឹងរបស់គាត់ហើយចំពោះ Captain America គឺគាត់យល់ដឹងខាងផ្នែកយុទ្ធសាស្ត្រក្នុងការប្រយុទ្ធវិញព្រោះថាគាត់ធ្លាប់ឆ្លងកាត់នៅសង្គ្រាមលោកលើកទី2សង្គ្រាមប្រយុទ្ធជាមួយពពួក Hydra ចូលរួមជាមួយក្រុមពួក Avenger អីផ្សេងៗអញ្ចឹងណាបាទអាហ្នឹងចំពោះ IQ និង Battle IQ របស់ពួកគាត់
បាទចំពោះសមត្ថភាពគឺខ្ញុំគិតថាបានទៅលើ Pennywise ព្រោះថាគាត់អាចប្រើធម្មពល deadline របស់គាត់ហ្នឹងក្នុងការកែប្រែ reality ការពិតក្នុងកម្រិតតូចដូចជាប្រែកាឡាខ្លួនទៅជាមនុស្សដែលយើងធ្លាប់ស្គាល់មួយគេថាបន្លាចភាពភ័យខ្លាចរបស់យើងអីចឹងផ្សេងៗណាចំពោះ deadline នេះគឺវាមានប្រសិទ្ធភាពទៅលើមនុស្សដែលគាត់មានភាពភ័យខ្លាចហើយជាក់ស្ដែងទៅវាអាចធ្វើឲ្យមនុស្សនោះឈួតមួយគេថាសម្រាប់ពួកគេតែម្ដងគេថាបានមួយគេថាឲ្យពួកគេស្គប់នៅមួយកន្លែងអីចឹងណានេះជាសមត្ថភាពដ៏ខ្លាំងរបស់ Pennywise ចំពោះធម្មពលគឺខ្ញុំគិតថាបាននៅលើ Captain America ដូចគ្នាព្រោះថាមុននឹងគាត់ទទួលបានធម្មពលរបស់សគឺគាត់មានធម្មពល Super Soldier Serum នៅក្នុងខ្លួនហើយនៅពេលដែលគាត់មានតម្លៃស័ក្តិសមក្នុងការលើកមញូនីរបស់សទៀតគឺថាគាត់ត្រូវតែមានធម្មពលខ្លាំងគុណ2មានន័យថាគាត់មានធម្មពលរបស់សផងបូករួមជាមួយនឹងធម្មពលឆៅរបស់គាត់នៅក្នុងខ្លួនផងគឺគាត់អាចកោះហៅរន្ទះវាយមួយស្មើជាមួយនឹង Thanos combo skill វាយម៉ាត់ Thanos យកអញ្ចឹងណាហ្នឹងហើយនេះគឺជាធម្មពលរបស់ Captain America ចំពោះ Pennywise គឺធម្មពលរបស់គាត់ដូចជាមិនខ្លាំងដូច Captain America ទេព្រោះថា Captain America ទីមួយគាត់អាចហៅរន្ទះមកឆក់ Thanos បានឲ្យ Thanos មានការឈឺចាប់កំទេចមួយរបស់ Thanos អីជាដើមអញ្ចឹងណាបានហើយឥឡូវនេះគឺខ្ញុំសូមបកស្រាយតែប៉ុណ្្នឹងតោះយើងសន្និដ្ឋានមើលតើនរណាជាអ្នកឈ្នះក្នុងការប្រៀបធៀបចម្បាំងមួយនេះបាទហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះជ័យជំនះគឺខ្ញុំសូមឲ្យវាទៅកាន់ Captain America ដែលកាន់នៅញញូនេះរបស់ Thor ទៅណាការឈ្នះរបស់គាត់នេះគឺមិនមែនដោយភាពស្រួលពេកទេគឺដោយមិត្តហើយទេមានន័យថាពីមធ្យមទៅពិបាកហើយក្នុងការឈ្នះហ្នឹងចាំខ្ញុំបរិយាយជូនអ្នកទាំងអស់គ្នាបានស្ដាប់ថាគាត់ឈ្នះដោយរបៀបណាចំពោះការប្រយុទ្ធហ្នឹងអាចនឹងបែងទៅជា3ផ្លូវទី1គឺ Pennywise គាត់នឹងព្យាយាមវាបហាផ្លូវចិត្ត20គាត់អាចនឹងព្យាយាមឡើងខ្លួនទៅជាអ្វីដែលខែបខ្លាយទៅជា Peggy Carter ដែលស្លាប់ឬមួយក៏ថា Bucky ក្នុងសភាពដែលគាត់ឈឺចាប់អីចឹងតែក្នុងស្ថានភាពបែបហ្នឹងគឺខែបគាត់មិនបាក់ទឹកចិត្តទេតែដោយសារអីដោយសារខែបគាត់ធ្លាប់ឆ្លងកាត់ការលេងផ្លូវចិត្តបែបហ្នឹងជាមួយ Scarlet Witch ម្ដងរួចទេណាចឹងហើយគាត់នឹងដឹងថាវាជាការបោកប្រាស់ទេបាទហ្នឹងហើយអ្នកទាំងអស់គ្នាហើយជំហានបន្ទាប់ហ្នឹងបើសិនជា Pennywise គាត់ព្យាយាមបន្លាចខែបដែលធ្វើឲ្យខែបគាត់អត់ខ្លាចគាត់នឹងព្យាយាមបំលែងខ្លួនទៅជាសត្វដ៏ធំមួយដែលមានដៃជើងច្រើនដូចជាភាពដូចជាពីងពីងហ្នឹងវាប្រហែលខែបតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាខែបធម្មតាគឺគាត់ប្រើខែរបស់គាត់ហ្នឹងគឺខ្លាំងចោះតម្រាំតែគាត់មានតម្លៃស័ក្តិសមលើកនៅញញូនីរបស់តទៀតតែគាត់ខ្លាំងប៉ុណ្ណាដំបូងឡើយគឺអាចនឹង Pennywise អាចនឹងព្យាយាមយកកញ្ញាជើងរបស់គាត់ហ្នឹងព្យាយាមចាក់ទៅលើខែបតែខែបគាត់នឹងព្យាយាមប្រើល្បឿនរបស់គាត់ហ្នឹងក្នុងការកិច្ចហើយនឹងយកខែរបស់គាត់ហ្នឹងរងហើយគាត់នឹងប្រើញញូរបស់តហ្នឹងព្យាយាមកោះហៅអន្ទះនិងគប់ញញូទៅ Pennywise ភ្លាមទំនុកក្បាលរបស់ Pennywise អីផ្សេងៗអញ្ចឹងណាធ្វើឲ្យគាត់នឹងរបួសធ្ងន់អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា Pennywise គឺគាត់អាចរងរបួសបានដោយសារអាវុធធុនតូចៗដូចជាដែកអីធម្មតាហ្នឹងហើយចោះតំបន់ជាញញូបរិសុទ្ធរបស់តទៀតតើវាខ្លាំងដល់កម្រិតណាទៅញញូហ្នឹងគឺវាកម្រិត addictive ណាបាទហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះជាចុងក្រោយហ្នឹងអាចនឹង Pennywise បើសិនជាគាត់មិនអាចយកឈ្នះដោយកម្លាំងកាយឬមួយក៏ថាការបំផិតបំភ័យទេគាត់អាចនឹងបញ្ចេញនៅ skill ចុងក្រោយរបស់គាត់គឺធម្មពល deadline ដែលជាទម្រង់ពិតរបស់គាត់គាត់នឹងអាចបើកមាត់បញ្ចេញនៅ deadline ដើម្បីឲ្យ cap មើលនៅពន្លឺដែលគាត់បានបញ្ចេញមកនោះក្នុងការបង្វក់ឲ្យ cap ទៅជាមនុស្សឈួតតែមួយក៏ថាគាត់អាចស្លាប់បានណាតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាអាហ្នឹងគឺវាមានឥទ្ធិពលទៅលើតែមនុស្សដែលមានភាពភ័យខ្លាចទេចុះចំពោះ Captain America ដែលគាត់មានចិត្តបរិសុទ្ធដែលគាត់មិនខ្លាចចិត្តអង់អាចក្លាហានរឿងដូចដាច់ cap ចឹងអ្នកទាំងអស់គ្នាគិតថាគាត់អាចនឹងចាញ់នៅពន្លឺហ្នឹងទេខ្ញុំគិតថាអត់ទេអ្នកទាំងអស់គ្នាហើយជាក់ស្ដែងទៅតាមសភាវៈគតិរបស់ខ្ញុំបើសិនជាខ្ញុំគិតធម្មពល deadline មកពេលដែល Pennywise គាត់ព្យាយាមចេញមកគឺ cap នឹងព្យាយាមយកខែរបស់គាត់ហ្នឹងរងភ្លាមហើយ Pennywise ក្នុងម្ដងពេលណា Pennywise គាត់នឹងព្យាយាមបង្វក់ដើម្បីឲ្យ cap មើលនៅធម្មពល deadline ហ្នឹងហើយ cap នឹងគាត់អាចនឹងស្រែកថា Avenger Assemble ហើយគាត់នឹងព្យាយាមប្រើកម្លាំងចិត្តរបស់គាត់នឹងព្យាយាមកោះហៅនៅធម្មពលរន្ទះដ៏ធំមួយវេប្រហារ Pennywise ឲ្យខ្ទេចនឹងពេលតែមួយតែម្ដងបើសិនជាតាមអ្វីដែលខ្ញុំគិតណាអាចនឹងវា Pennywise ឲ្យចុះខ្សោយហើយព្យាយាមវាយកំទេចបេះដូងគាត់តែម្ដងមួយថាកំទេចរូបរាងកាយដែលគាត់មានជារូបរាងក្លុកហ្នឹងឲ្យខ្ទេចសាបសូន្យតែម្ដងហ្មងអានោះតាមខ្ញុំអាចនិយាយនឹងទឹកការប៉ានស្មានណាបាទទាំងអ្នកទាំងអស់គ្នាជាចុងក្រោយគឺខ្ញុំសូមឲ្យជ័យជំនះនេះទាំងស្រុងទៅឲ្យ Captain America ណាបាទហើយដោយសារតែខ្ញុំផ្អែកលើស្នាដៃនៅពូរឿងច្រើនហើយចំពោះ Pennywise ចំពោះអីហ្នឹងគឺខ្ញុំអត់លើពី comic ពីសភៅពីអីមកទេគឺខ្ញុំផ្ដោតសំខាន់លើតែ live action តែមកទេបាទទាំងអ្នកទាំងអស់គ្នាឥឡូវគឺយើងពោះការសម្ដែងនៅវិភាគចម្បាំងនេះគឺឈានដល់ទីបញ្ចប់ហើយជាចុងក្រោយផងដែរគឺខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាក្នុងការចូលរួមទស្សនានៅវីដេអូរបស់ខ្ញុំក្នុងការវិភាគតួអង្គផ្សេងរវាង Marvel DC ពួកគិតកោមួយក៏ថាមកបញ្ចាក់ក្បាលផ្សេងគ្នាអីចឹងណាបាទក៏សូមអរគុណដល់អ្នកទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នារីករាយឆ្នាំថ្មីសិរីមង្គលសូមឲ្យទៅទីចិត្តទីឆ្ងាយមានសុខសប្បាយសុខសុវត្ថិភាពទាំងអស់គ្នាហើយខ្ញុំផងដែរបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំវិភាគនៅតួអង្គណាជាមួយតួអង្គណាទៀតសូមឲ្យអ្នកទាំងអស់គ្នាជួយខមមិននៅអបខមមិននៅខាងក្រោមទៅខ្ញុំនឹងព្យាយាមបកស្រាយជូនអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលាអរគុណច្រើនអ្នកទាំងអស់គ្នា